ไทยหนึ่งดะการหลบ MOU ព្រំដែនសមុទ្រជាមួយកម្ពុជាទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃព្រហស្បតិទី2ខែមេសាឆ្នាំ2021នាយករដ្ឋមន្ត្រីថៃលោកអនុធានឆានវីរៈគុលបានប្រកាសកាលពីថ្ងៃពុធថារដ្ឋាភិបាលនឹងបញ្ចូលការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2001ស្តីពីការទាមទារតំបន់សមុទ្រទូតស៊ីគ្នាជាមួយកម្ពុជាឬហៅថា MOU 44ទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយដាក់ជូនសភាខណៈ MOU 44ត្រូវបានកំណត់ថាត្រូវលុបចោលលោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា MOU 43ដែលជាកិច្ចព្រមព្រៀងព្រំដែនគោកឆ្នាំ2000នៅតែស្ថិតក្រោមការពិចារណានៅឡើយសេចក្តីថ្លែងការណ៍នយោបាយនេះជិតរួចរាល់ហើយរំពឹងថានឹងត្រូវដាក់ជូនសភានៅក្នុងសប្តាហ៍នេះដើម្បីធ្វើការពិភាក្សាដេញដោលសូមជម្រាបថាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2000 MOU 43ផ្ដោតសំខាន់លើការកំណត់ព្រំដែនគោកនិងការបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃឲ្យបានច្បាស់លាស់តាមរយៈគណៈកម្មការចម្រុះព្រំដែន JBC ចំណែកឯ MOU ឆ្នាំ2001 MOU 44ជាក្របខ័ណ្ឌសម្រាប់ដោះស្រាយតំបន់សមុទ្រដែលទាមទារត្រួតគ្នា OCA ក្នុងឈូងសមុទ្រថៃដើម្បីបើកផ្លូវឲ្យមានការចរចាបែងចែកផលប្រយោជន៍ថាមពលប្រេងនិងឧស្ម័នធម្មជាតិរួមទាំងកំណត់បន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរផងដែរលោកត្រាំគម្រាមទម្លាក់ក្របបែកសន្ធឹកសន្ធាប់លើអ៊ីរ៉ង់វាយតតែខ្លាយឈើសម័យយុគថ្មវិញនៅក្នុងការថ្លែងការណ៍ពិសេសតាមកិញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃពុធទី1ខែមេសាឆ្នាំ2026លោកប្រធានាធិបតី Donald Trump បានប្រកាសក្តែងថាសហរដ្ឋអាមេរិកជិតសម្រេចបាននូវការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ហើយដោយនឹងមានយុទ្ធនាការទម្លាក់គ្រាប់បែកចាំងសន្ធប់ក្នុងរយៈពេល2ទៅ3សប្តាហ៍ចុងក្រោយដើម្បីផ្ដាច់ប្រត់សង្គ្រាមនេះតែម្ដងយោងតាមសារព័ត៌មាន Axios លោកត្រាំបានគម្រាមវាយប្រហារតតែអ៊ីរ៉ង់ត្រឡប់ទៅកាន់សម័យយុគថ្មវិញហើយថានឹងកំទេចរោងចក្រអគ្គិសនីទាំងអស់រួមទាំងអាចឈានទៅដល់ការបាញ់កំទេចអណ្ដូងប្រេងនៃទូទាំងប្រទេសអ៊ីរ៉ង់ផងដែរប្រសិនបើមិនមានកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានធ្វើឡើងនោះទេលោកបានថ្លែងថាបើគ្មានកិច្ចព្រមព្រៀងយើងនឹងវាយប្រហាររោងចក្រផលិតអគ្គិសនីនីមួយៗរបស់ពួកគេឲ្យធ្ងន់ធ្ងរបំផុតហើយប្រហែលគេធ្វើឡើងមុនពេលដំណើរគ្នាក្រោយការថ្លែងសុន្ទរការនេះទីផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងហើយតម្លៃប្រេងបានហក់ឡើងខ្ពស់ដោយសារវិនិយោគិនបារម្ភពីមហន្តរាយសេដ្ឋកិច្ចនិងការបន្តបិទច្រកសមុទ្រ Hormuz លោកត្រាំបានអះអាងថាសង្គ្រាមនេះចាំបាច់ដើម្បីបញ្ឈប់ការស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញដោយបញ្ជាក់ថាលោកជាអ្នកដោះស្រាយការគំរាមកំហែងដែលប្រធានាធិបតីមុនបានមើលរំលងលោកប្រធានាធិបតីបានប្រាប់ទៀតថាការផ្លាស់ប្ដូររបបមិនមែនជាគោលដៅនៃសង្គ្រាមនោះទេបើទោះបីជាធ្លាប់មានការអំពាវនាវឲ្យមានការងើបបះបោះកាលពីមុនក៏ដោយលោកអះអាងថាថ្នាក់ដឹកនាំនៃទីក្រុងតេហេរ៉ង់នាពេលបច្ចុប្បន្នមិនសូវជ្រុលនិយមបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានសម្លាប់ទោះជាយ៉ាងណាក៏ដោយបើតាមសារព័ត៌មានThe Hillអ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោកត្រាំអំពីការចរចាហើយប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាសូត ពេសេស្គៀនបានព្រមមានថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់នឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមលោកត្រាំមិនបានកំណត់ថ្ងៃឧស្សាហនវៈច្បាស់លាស់ឬលើកឡើងពីប្រតិបត្តិការជើងកកដើម្បីដណ្ដើមយកដេប៉ូប្រេងនិងសម្ភារៈនុយក្លេអ៊ែរទេតែលោកបានសង្កត់ធ្ងន់ថាពិភពលោកកំពុងតាមដានខណៈដែលអាមេរិកកំពុងឈានទៅបញ្ចប់ការឈ្លានពានរបស់អ៊ីរ៉ង់សម្ពាធអន្តរជាតិនេះតែបន្តកើនឡើងខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានអំពាវនាវឲ្យមានអន្តរាកម្មដើម្បីការពារច្រកសមុទ្រ Hormuz ដោយកត់សម្គាល់ថាការបញ្ចប់សង្គ្រាមប្រហែលជាមិនអាចកាត់បន្ថយការគំរាមកំហែងដល់ពាណិជ្ជកម្មថាមពលពិភពលោកភ្លាមៗនោះឡើយទន្ទឹមនោះលោកត្រាំបានណែនាំឲ្យបណ្ដាប្រទេសអឺរ៉ុបទិញប្រេងពីអាមេរិកឬបើកច្រក Nevada ដោយខ្លួនឯងសន្ទរការនេះធ្វើឡើងជំពេលដែលសន្តិសុខរបស់លោកត្រាំបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានដោយសារសាធារណជននៅតែមានមន្ទាវចំពោះចំនួនដែលបានអូសបន្លាយហួសពីកាលវិការ4ទៅ5សប្តាហ៍ដែលប្រធានាធិបតីបានកំណត់ការពីដើមបង្